នេះជា Stanley Meyer ដែលជាអ្នកបង្កើតរ៉ានដែលថាមពលទឹកក្នុងឆ្នាំ80លោកបានបង្កើតរ៉ានដែលប្រើប្រាស់ថាមពលទឹកដោយធ្វើដំណើរឆ្លងប្រទេសចំណាយទឹកត្រឹមតែ75ម៉ឺនប៉ុណ្ណោះការបកស្រាយរបស់គាត់ក៏បាននិយាយថារ៉ានរបស់គាត់គឺមិនបានប្រើប្រាស់ថាមពលអគ្គិសនីឬក៏ថាមពលប្រេងឥន្ធនៈទេគឺគ្រាន់តែចាក់ទឹកគឺអាចធ្វើដំណើរទៅមុខបានហើយឧបករណ៍ដំណើរការគឺបំបែកទឹកទៅជា hydrogen និង oxygen ហើយ hydrogen ទៅបានដុតបង្កើតបានទៅជាថាមពលចំពោះលក្ខណៈពិសេសក្នុងដំណើរការនេះគឺការបំបែកទឹកទៅជាអុកស៊ីហ្សែននិងអ៊ីដ្រូសែនរបស់ Stanley Meyer គឺមានលក្ខណៈពិសេសជាងអេឡិចត្រូលីតធម្មតាដោយសារតែដំណើរការរបស់គាត់គឺចំណាយថាមពលអគ្គិសនីអស់តិចតែចំពោះដំណើរការរបស់លោក Stanley Meyer នៅតែមានភាពចម្រូងចម្រាសដោយសារតែវាផ្ទុយនឹងការយល់ដឹងវិទ្យាសាស្ត្របច្ចុប្បន្នបន្ថែមពីនឹងទៀតលោក Stanley Meyer ក៏បានស្នើសុំបតង់ចំពោះការប្រើប្រាស់ថាមពលទឹករបស់គាត់ហើយក៏មានអ្នកដែលចង់ទិញនៅបច្ចេកវិទ្យាហ្នឹងក្នុងតម្លៃ$100,000ដើម្បីបញ្ឈប់ការស្រាវជ្រាវរបស់គាត់តែពេលនោះគាត់បានបដិសេធដោយមិនព្រមមើលបច្ចេកវិទ្យាហ្នឹងទៅកាន់ក្រុមហ៊ុនណាឬក៏បុគ្គលណាទេថ្ងៃទី21មីនាឆ្នាំ1998នៅភោជនីយដ្ឋានមួយសុកគាត់ក៏បាននួតចេញមកក្រៅដោយស្រែកប្រាប់ទៅកាន់អ្នកជុំវិញថាខ្ញុំទៅបានគេបំពោសម្រាប់ហើយគាត់ក៏បានស្រាប់ក្នុងពេលនោះទៅតាមអ្នកជំនាញបានបញ្ជាក់ថាការសាប់របស់ Stanley Meyer គឺបណ្ដាលមកពីការស្ទះខ្សែឈាមតែចំពោះអ្នកដែលគាំទ្រទៅបច្ចេកវិទ្យារបស់គាត់បានលើកឡើងថាគាត់ទៅបានគេសម្រាប់បំបិទមាត់ចោល